សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Mindset Podcast កន្លែងដែលយើងមកសម្រាកចិត្តមកស្ដាប់គំនិតវិជ្ជមាននិងមកបញ្ចូលកម្លាំងចិត្តឲ្យខ្លួនឯងថ្ងៃនេះខ្ញុំចង់និយាយអំពីរឿងមួយដែលមនុស្សជាច្រើនយល់ថាវាធម្មតាតែជាក់ស្ដែងវាជាគន្លឹះធំបំផុតនៃជោគជ័យគឺការអត់ធ្មត់មនុស្សជាច្រើនបានបោះបង់មិនមែនព្រោះពួកគេមិនមានសមត្ថភាពទេតែព្រោះពួកគេអត់ធ្មត់មិនបានហេតុអ្វីបានជាការអត់ធ្មត់សំខាន់ណាស់នៅក្នុងពិភពលោកសម័យនេះយើងចង់បានអ្វីលឿនជោគជ័យលឿនលទ្ធផលលឿនប៉ុន្តែជីវិតពិតមិនដំណើរការបែបនោះទេដើមឈើមួយដើមវាមិនអាចដុះធំធាត់ក្នុងរយៈពេលមួយថ្ងៃបាននោះទេប៉ុន្តែវាដុះបានព្រោះវាត្រូវការពេលវេលាអត់ធ្មត់និងពេលវេលារង់ចាំដើម្បីបានទទួលផ្លែផ្កាជោគជ័យក៏ដូចគ្នាវាត្រូវការពេលត្រូវការការរង់ចាំត្រូវការការអត់ធ្មត់និងត្រូវការចិត្តដែលព្យាយាមមិនបោះបង់ការអត់ធ្មត់មិនមែនមានន័យថាអង្គុយរង់ចាំសំណាងទុកពេលឲ្យកន្លងទៅដោយអត់អត្ថន័យការអត់ធ្មត់ពិតប្រាកដគឺធ្វើអ្វីដែលត្រូវធ្វើទោះមិនទាន់ឃើញលទ្ធផលទោះគ្មាននរណាសរសើរទោះគ្មានអ្នកយល់ប៉ុន្តែបានន័យថាអ្នកកំពុងអភិវឌ្ឍខ្លួននៅពេលដែលគ្មាននរណាមើលឃើញនោះហើយជាពេលដែលការអត់ធ្មត់កំពុងបង្កើតភាពជោគជ័យសម្រាប់អ្នកមនុស្សជោគជ័យសុទ្ធតែឆ្លងកាត់ពេលវេលានៃការអត់ធ្មត់មិនមានជោគជ័យណាមួយដែលមិនឆ្លងកាត់ពេលវេលាលំបាកទេមនុស្សជោគជ័យមិនមែនឈ្នះព្រោះពួកគេលឿនជាងអ្នកទេតែព្រោះពួកគេអត់ធ្មត់បានយូរជាងអ្នកពេលអ្នកចង់បោះបង់ពួកគេមិនដែលគិតថាចង់បោះបង់ម្ដងណាឡើយព្រោះពួកគេគិតថាមានតែការអត់ធ្មត់ទេដែលអាចនាំពួកគេឲ្យឆ្ពោះទៅរកភាពជោគជ័យបានបើថ្ងៃនេះអ្នកនៅមិនទាន់ឃើញលទ្ធផលសូមកុំគិតថាអ្នកបរាជ័យប្រហែលអ្នកកំពុងកដាំគ្រាប់ពូជកំពុងក្រឹងមាំពីខាងក្នុងប្រហែលជាជោគជ័យកំពុងមករកអ្នកតែវាត្រូវការពេលវេលាមិនមែនសត្រូវរបស់អ្នកទេបើអ្នកចេះអត់ធ្មត់បន្តិចពេលវេលានឹងក្លាយជាមិត្តដ៏ល្អរបស់អ្នកបើថ្ងៃនេះអ្នកអស់កម្លាំងមានអារម្មណ៍ថាហត់នឿយសូមសម្រាកបន្តិចសិនចុះតែកុំបោះបង់បើថ្ងៃនេះអ្នកយឺតសូមបន្តដើរតែកុំឈប់ការអត់ធ្មត់គឺជាពេលវេលាដែលជោគជ័យកំពុងត្រូវបានបង្កើតដោយដៃរបស់អ្នកមនុស្សជាច្រើនខ្លាចបរាជ័យប៉ុន្តែការពិតគឺបរាជ័យគឺជាផ្នែកមួយនៃការអត់ធ្មត់អ្នកមិនអាចអត់ធ្មត់បើអ្នកមិនធ្លាប់បរាជ័យព្រោះបរាជ័យគឺជាសាលារៀនដែលបង្រៀនឲ្យយើងធន់ឲ្យយើងរឹងមាំឲ្យយើងចេះរង់ចាំបរាជ័យមួយថ្ងៃមិនមែនបរាជ័យមួយជីវិតនោះទេប៉ុន្តែមានតែការបោះបង់នោះទេទើបជាបរាជ័យពិតប្រាកដពេលអ្នកធ្វើអ្វីមួយហើយវាមិនបានដូចចិត្តសូមកុំសួរថាហេតុអ្វីបានជាវាពិបាកប៉ុណ្ណេះតែចូលសួរថាខ្ញុំត្រូវអត់ធ្មត់បន្តយ៉ាងដូចម្តេចតើខ្ញុំរៀនអ្វីពីកំហុសនេះបានយ៉ាងដូចម្តេចជោគជ័យដែលបានមកលឿនវាក៏អាចបាត់ទៅវិញលឿនដូចគ្នាដែរតែជោគជ័យដែលកើតពីការអត់ធ្មត់វានឹងនៅជាមួយអ្នកបានយូរឡើយជាបាននិយាយថាយើងមិនអាចបង្ខំធម្មជាតិឲ្យដើរតាមចិត្តរបស់យើងបានទេមួយច្បាស់ទើបជាការល្អសម្រាប់ភាពជោគជ័យស្របពេលដែលអ្នកអត់ធ្មត់អ្នកកំពុងសាងសង់ចិត្តរឹងមាំវិន័យការគ្រប់គ្រងអារម្មណ៍កម្លាំងផ្លូវចិត្តរៀបចំចិត្តសាស្ត្រដើម្បីត្រៀមប្រយុទ្ធគ្រប់សមរភូមិមុនជោគជ័យខាងក្រៅត្រូវមានជោគជ័យខាងក្នុងជាមុនសិនមនុស្សដែលមានការអត់ធ្មត់ខ្ពស់មិនងាយរង់ចាំសរសើរមិនងាយចុះចាញ់ការរិះគន់មិនងាយបោះបង់ពេលនៅម្នាក់ឯងនឹងស្គាល់ពីខ្លួនឯងច្បាស់ជានរណាទាំងអស់ជាការពិតណាស់កុំខ្មាស់អៀនថាខ្លួនឯងដើរយឺតតែគួរខ្មាស់អៀនបើអ្នកឈប់ដើរហើយបោះបង់មនុស្សមួយចំនួនទៅដល់គោលដែលលឿនមនុស្សមួយចំនួនត្រូវការពេលយូរតែអ្នកដែលទៅដល់គឺអ្នកដែលមិនបោះបង់នៅដំណើរដែលពួកគេបានរៀបចំទុកបើទោះបីជាពួកគេដើរយឺតក៏ដោយពាក្យចាស់បុរាណខ្មែរបានពោលថាសុខចិត្តដើរយឺតតែកុំឈប់បានបង្រៀនដាស់តឿនកូនខ្មែរគ្រប់ជំនាន់ដើរយឺតតែមិនត្រឡប់ក្រោយមិនឈប់នោះគឺជាជ័យជំនះមួយរួចទៅហើយបើថ្ងៃនេះអ្នកធ្វើបានតិចមិនអីទេតែសូមចូលធ្វើវាជារៀងរាល់ថ្ងៃយូរទៅពេលវេលានឹងសាកល្បងអ្នកដោយយឺតដោយភាពស្ងប់ដោយការរង់ចាំពេលខ្លះវាហាក់ដូចជាមិនមានអ្វីកើតឡើងប៉ុន្តែជាក់ស្ដែងអ្វីកំពុងត្រូវបានរៀបចំគ្រាប់ពូជមិនផុសភ្លាមនោះទេហើយវាក៏មិនស្លាប់ដែរតែវាកំពុងធ្វើការនៅក្រោមដីរៀបចំនឹងលូតលាស់មកខាងលើអ្នកក៏ដូចគ្នាដែរកុំអស់សង្ឃឹមបើថ្ងៃនេះមិនទាន់ឃើញលទ្ធផ្លែផ្កាយ៉ាងណាមិញនេះគឺជាផ្នែកពិបាកបំផុតនៃការអត់ធ្មត់ពេលអ្នកព្យាយាមតែគ្មានអ្នកយល់គ្មានអ្នកគាំទ្រគ្មានអ្នកលើកទឹកចិត្តប៉ុន្តែបើអ្នកអាចអត់ធ្មត់
នៅពេលនេះអ្នកកំពុងប្រឡងឆ្លងកាត់កម្រិតសំខាន់មួយនៃភាពជោគជ័យអ្នកមិនចាំបាច់ត្រូវការឲ្យមនុស្សគ្រប់គ្នាយល់ពីអ្នកទេមកដល់ចំណុចនេះអ្វីដែលអ្នកត្រូវការតែជាចំបាច់នោះគឺជាជំនឿចិត្តលើខ្លួនឯងថាអ្នកនឹងអាចធ្វើបានហើយនៅថ្ងៃមួយវានឹងមកដល់អ្នកនឹងត្រឡប់មកមើលផ្លូវដែលអ្នកបានឆ្លងកាត់ហើយនិយាយថាសំណាងល្អដែលខ្ញុំមិនបោះបង់ថ្ងៃនោះការអត់ធ្មត់នឹងប្រែក្លាយជាជោគជ័យរីឯការរងចាំនឹងប្រែជាមោទនភាពហើយការឈឺចាប់នឹងប្រែជាមេរៀនដ៏ល្អក្នុងជីវិតរបស់អ្នកបើថ្ងៃនេះអ្នកកំពុងរងចាំសូមអត់ធ្មត់បើថ្ងៃនេះអ្នកឈឺចាប់សូមអត់ធ្មត់បើថ្ងៃនេះអ្នកមិនទាន់ឃើញលទ្ធផលសូមអត់ធ្មត់ព្រោះការអត់ធ្មត់គឺជាពេលវេលាដែលជោគជ័យកំពុងកើតឡើងសេចក្តីសរុបមកការអត់ធ្មត់គឺជាកម្លាំងស្ងប់ស្ងាត់ដែលជួយឲ្យមនុស្សឈ្នះឧបសគ្គទប់ទល់នឹងការលំបាកនិងបន្តដំណើរទៅមុខដោយមិនបោះបង់មានតែការអត់ធ្មត់ប៉ុណ្ណោះដែលអាចដឹកដៃយើងឲ្យឆ្លងកាត់ការបរាជ័យនិងនាំទៅរកភាពជោគជ័យបានយ៉ាងពិតប្រាកដជាចុងក្រោយសូមអរគុណដែលបានចំណាយពេលស្ដាប់ Mindset Podcast កុំភ្លេច Subscribe និងចែករំលែកដើម្បីផ្ញើកម្លាំងចិត្តនេះទៅកាន់អ្នកដែលកំពុងត្រូវការវាសូមអរគុណ